ស្ដីបងប្អូនឥឡូវយើងមករៀនកូរស្នូលដូងសម្រាប់ធ្វើនំប៉័ងស្នូលដូងរបស់គ្នាបងប្អូនដំបូងឡើយយើងមានស្ករសហើយយើងដាក់អំបិលតិចមកដាក់ម្សៅពោតចូលទៅហើយបន្ទាប់មកយើងកូរវាឲ្យវារាងសព្វគ្នាទៅនឹងដើម្បីកុំឲ្យវានៅដុំម្សៅពោតហ្នឹងណាអូខេបន្ទាប់ពីយើងកូរវាឲ្យសព្វអញ្ចឹងហើយយើងដាក់ឆ្នាំងដាក់ខ្ទះយើងមកហើយយើងដាក់ចាក់ដូងស្រស់ណាបងប្អូនខ្ញុំធ្វើនេះគឺបរិមាណកន្លះគីឡូហើយយើងដាក់អាម្សៅនិងស្ករនិងអំបិលយើងចូលមកយើងកូរវាចឹងតែម្ដងមកបងប្អូនអត់មានអីពិបាកទេស្ដាប់ស្នូលដូងអាហ្នឹងវាមានវិធីផ្សេងទៀតអាហ្នឹងយើងធ្វើរបៀបស្នូលដូងយើងកូរស្នូលដូងវាមានវិធីដែលយើងធ្វើដូងស្រស់បែបស្រស់ផ្សេងទៀតតែនេះយើងមកមើលរបៀបយើងកូរសិនយើងកូរវាទៅមកអញ្ចឹងមកយើងរើសហើយសម្រាប់ស្នូលដូងគឺយើងយកដូងសបងប្អូនឲ្យគេកោសយកដាក់សកុំឲ្យវាមានតិចទីខ្មៅហើយតើមកយើងដាក់ទឹកតិចមកយើងដាក់ទឹកតិចដើម្បីឲ្យវាឆាប់អាលីស្ករលាយអីចូលគ្នាណាបងប្អូនយើងកូរវាទៅមកអញ្ចឹងរហូតមកហើយវីដេអូនេះខ្ញុំដាក់ឲ្យលឿនពេកដើម្បីកុំឲ្យវាស៊ីពេលវេលាច្រើនបងប្អូនយើងកូរវាទៅមកអញ្ចឹងអាចថាមកសបកតិចយើងកូរវាទៅមកអញ្ចឹងមកហើយយើងកូររហូតដល់វារៀងស្អិតជាប់គ្នាទៀតណាបងប្អូនកុំឲ្យវាកូរយូរពេកយើងកូរមកត្រឹមដាច់ទឹកមុំអីបានហើយបើយើងកូរយូរពេកនៅពេលដែលវាត្រជាក់វារឹងអត់ល្អទេដូចខ្ញុំច្របាច់ដៃអញ្ចឹងយើងច្របាច់វាឲ្យវាស្អិតមកល្មមមកយើងអាចខ្ចប់ទៅវាស្រួលណាអូខេប៉ុណ្ណឹងហើយបងប្អូនហើយយើងទុកវាត្រជាក់ទៅយើងដាក់នៅក្នុងកំប៉ុងវាទុកក្នុងទូក៏បានបើយើងប្រើភ្លាមឆាប់អស់ទៅយើងដាក់នៅខាងក្រៅទៅនេះស្អាខ្ញុំធ្វើម្ដងខ្ញុំប្រើយូរខ្ញុំដាក់នៅក្នុងកំប៉ុងហើយដាក់ក្នុងទូ chiller អញ្ចឹងទៅពេលសម្រាប់វីដេអូស្នូលដូងវាអត់មានអីពិបាកទេវាមានតែប៉ុណ្ណឹងបងប្អូនយើងយកមកធ្វើនំប៉័ងហើយយើងយកមកធ្វើនំប៉័ងយើងរូបរាងរបស់នំប៉័ងយើងធ្វើទៅតាមយើងចង់ធ្វើទៅបងប្អូនយើងធ្វើចង់បានធ្វើបែបម៉េចយើងធ្វើបែបហ្នឹងទៅដូចខ្ញុំទេខ្ញុំធ្វើរាងត្រវែងអញ្ចឹងទៅខ្ញុំស្រួលសម្រាប់ខ្ញុំធ្វើបែបនោះខ្ញុំដាក់ខាងលើតិចមកដើម្បីចំណាំថាវានំប៉័ងស្នូលដូងអញ្ចឹងណាបងប្អូនសម្រាប់នំប៉័ងស្នូលដូងនេះវាងាយធ្វើទេយើងអាចធ្វើបាននៅផ្ទះឲ្យតែយើងមានសម្ភារៈគ្រប់គ្រាន់ហើយរូបរាងរបស់វាយើងចង់ធ្វើបែបម៉េចយើងអាចធ្វើទៅតាមនឹងបានយើងអាចធ្វើកាត់វាជាផ្កាឬក៏យើងធ្វើបែបដូចខ្ញុំចេះក៏បានដែរខ្ញុំសប្បាយចិត្តណាស់អូខេខ្ញុំអត់បានថតដុតលាបដុតឲ្យទេតែអានេះបន្ទាប់ពីយើងដុតហើយគឺរូបរាងវាបែបហ្នឹងបងប្អូនអរគុណបាយបាយ